សេចក្តីជូនដំណឹងក្រុមហ៊ុនស្រាបៀរ Gensberg និងស្ថានីយ៍ទូរទស្សន៍ My TV សូមជម្រាបជូនដំណឹងដល់ប្រិយមិត្តបាល់ទាត់ក៏ដូចជាក្រុមបាល់ទាត់ទាំង32ក្រុមដែលបានចម្រាញ់ចេញពីខេត្តក្រុងរាជធានីទូទាំងប្រទេសដែលនឹងចូលរួមប្រកួត Gensberg Cup រដូវកាលទី5ឲ្យបានជឿថាកម្មវិធីរបស់យើងមិនមានការលុបចោលនោះទេពោលគឺកម្មវិធីប្រកួតជ្រើសរើសជើងឯក Gensberg Cup រដូវកាលទី5នៅតែថែរក្សាគោលជំហរក្នុងការប្រកួតនៅឆ្នាំនេះដដែលតែអ្វីដែលជាបញ្ហានាពេលបច្ចុប្បន្នគឺការចូលរួមទប់ស្កាត់ជំងឺ COVID-19 ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចនេះកម្មវិធីប្រកួត Gensberg Cup រដូវកាលទី5សូមលើកពេលវេលាប្រកួតតទៅទៀតសិនពួកយើងសង្ឃឹមថាកម្មវិធីនេះនឹងត្រឡប់មកវិញនៅពេលឆាប់ៗនេះនៅពេលដែលស្ថានភាពវិលមករកភាពប្រក្រតីអាស្រ័យហេតុនេះសូមប្រិយមិត្តជ្រាបជាដំណឹងនិងរងចាំតាមដានកម្មវិធីដ៏កក្រើកមួយនេះជាពិសេសក្រុមកីឡាករទាំង32ក្រុមសូមមេត្តាថែរក្សាសុខភាពនិងប្រុងប្រៀបខ្លួនជាប្រចាំដើម្បីចូលរួមប្រកួត Gensberg Cup រដូវកាលទី5ដែលមានប្រាក់រង្វាន់ចំនួន$15,000 សហរដ្ឋអាមេរិកសូមអរគុណ